ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាកណូតទូកដែលបានចេញដំណើរពីប្រទេសរៀងខ្លួនដែលមានប្រទេសជាច្រើនបានធ្វើដំណើរចេញពីប្រទេសខ្លួនទៅជួយសង្គ្រោះនៅប្រទេសប៉ាឡេស្ទីនប្រជាជនប៉ាឡេស្ទីនមានប្រទេសទូរគីមានប្រទេសប៉ាគីស្ថានមានប្រទេសយូរ៉ុបទៅច្រើនណាស់ដែលធ្វើដំណើរពីសមុទ្រទៅជួយនៅប៉ាឡេស្ទីនពុកម៉ែបងប្អូនដឹងហើយថារយៈចុងក្រោយនេះប៉ាឡេស្ទីនរងគ្រោះមែនទែនពីសំណាក់អ៊ីស្រាអែលប៉ាឡេស្ទីនស្ទើរបាត់បង់ទាំងស្រុងប្រជាពលរដ្ឋរងគ្រោះទាំងយប់ទាំងថ្ងៃអត់ឃ្លានគ្មានម្ហូបអាហារហើយពេលនេះរដ្ឋមន្ត្រីអ៊ីស្រាអែលគាត់ក៏បានចង់បានថាគាត់បាននិយាយថារដ្ឋប៉ាឡេស្ទីនមិនមានទេនៅក្នុងប៉ាឡេស្ទីនគាត់នឹងដូរទៅជារដ្ឋអ៊ីស្រាអែលវិញទាំងអស់អញ្ចឹងពេលនេះហើយគឺជាពេលដែលយើងទាំងអស់គ្នាគួរតែជួយគ្នាហើយសូមចែករំលែកវីដេអូនេះផងដើម្បីឲ្យឃើញទាំងអស់ថាអ៊ីស្រាអែលជាអ្នករំលោភបំពានទៅចំពោះប៉ាឡេស្ទីនដែលជាប្រជាជនស្លូតត្រង់ Semoga Allah Taala memakbulkan doa kita insya-Allah.